គឺជាសកម្មភាពដែលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីមានការរំជួយដីនៅប្រទេសថៃតកែមួយចំនួនគាត់ផ្អាកការងារហើយតកែមួយចំនួនទៀតគឺគាត់ឈប់ទទួលកម្មករតែម្ដងហើយអ្នកខ្លះគាត់វិលត្រឡប់ទៅស្រុកកំណើតដោយសារចិត្តដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងណាគាត់ទៅលេងស្រុកកំណើតចឹងទៅដោយសារពួកគាត់អត់មានប៉ាសពតពួកគាត់ធ្វើដំណើរតាមផ្លូវកាត់តាមឆ្លងកាត់ព្រៃខុសច្បាប់ណាដូច្នេះសូមរដ្ឋាភិបាលកម្ពុជានឹងស្នើដល់រដ្ឋាភិបាលថៃជួយសម្រួលដល់ខ្មែរយើងទាំងអស់ដែលគាត់វិលត្រឡប់ទៅលេងស្រុកកំណើតហ្នឹងណាអ្នកដែលគាត់អត់មានប៉ាសពតសូមឲ្យគាត់ទៅតាមផ្លូវត្រង់ទៅដើម្បីឲ្យគាត់មានបាយហូបមានទឹកហូបអីគ្រប់គ្រាន់ណាសូមឲ្យគាត់មានឡានជិះធ្វើដំណើរដោយសុវត្ថិភាពកុំឲ្យគាត់ធ្វើដំណើរតាមផ្លូវកាត់ចឹងគឺមានផលវិបាកខ្លាំងណាស់ដោយសារអ្នកខ្លះគាត់មានកូនតូចហើយអ្នកខ្លះគាត់មានជំងឺនឹងខ្លួនទៀតចឹងការធ្វើដំណើរតាមផ្លូវកាត់ហ្នឹងគឺមានផលវិបាកខ្លាំងហើយមួយចំនួនទៀតគាត់បានត្អូញត្អែថាគាត់អត់មានការងារធ្វើគាត់អត់មានលុយសងធនាគារទេគាត់មានហានិភ័យខ្លាំងចំពោះការរឹបអូសផ្ទះឬក៏ដីស្រែចម្ការគាត់ហ្នឹងណាអញ្ចឹងស្នើឲ្យរដ្ឋាភិបាលកម្ពុជាយើងហ្នឹងរួមទាំងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាហ្នឹងសូមមេត្តាអនុគ្រោះដល់គាត់ផងនៅក្នុងពេលដែលគាត់មានវិបត្តិរំជួយដីនៅថៃហ្នឹងដោយសារតកែគេផ្អាកការងារអញ្ចឹងណាហើយក៏សូមចូលរួមរំលែកទុក្ខដល់បងប្អូនខ្មែរយើងដែលគាត់រងគ្រោះហើយនឹងស្លាប់ដោយសារការរំជួយដីនៅប្រទេសថៃហ្នឹងហើយអ្នកខ្លះរងចាំកូនត្រឡប់ទៅផ្ទះវិញតែការវិលត្រឡប់បែរជាសាកសពទៅវិញអាហ្នឹងវាគួរឲ្យសង្វេគនិងគួរឲ្យវាអណច្ចអធមណាស់ចំពោះការដែលគាត់មិនអាចទទួលយកបាននៅពេលដែលសាច់ញាតិរបស់គាត់ប្អូនគាត់ឬក៏ភរិយាប្តីប្រពន្ធគាត់ត្រូវការវិលត្រឡប់ទៅដល់ស្រុកខ្មែរតែបែរជាត្រឡប់ជាលក្ខណៈសាកសពវិញណាហើយក៏ខ្ញុំសូមបញ្ជាក់ម្ដងទៀតចំពោះរដ្ឋាភិបាលកម្ពុជាសូមមេត្តាស្នើដល់រដ្ឋាភិបាលថៃឲ្យជួយអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរដែលគាត់វិលត្រឡប់ទៅស្រុកខ្មែរវិញផងអ្នកដែលអត់មានប៉ាសពតហ្នឹងសូមឲ្យគាត់ធ្វើដំណើរតាមផ្លូវត្រង់ទៅប៉ុន្តែសូមការរឹតបន្តឹងពេលត្រឡប់មកវិញអានឹងជាច្បាប់របស់ប្រទេសគេប៉ុន្តែក្នុងរយៈកាលនេះសូមឲ្យរដ្ឋាភិបាលកម្ពុជានឹងស្នើដល់រដ្ឋាភិបាលថៃបើកផ្លូវឲ្យពលរដ្ឋខ្មែរត្រឡប់ទៅដោយតាមផ្លូវត្រង់ទៅកុំឲ្យតាមផ្លូវកាត់វាមានផលវិបាកខ្លាំងណាស់